ព្រំគឺជាតំណាងឲ្យមេត្តាបិតាដែលជាម្ដាយជាឪពុកនៃសត្វលោកទាំងអស់ដែលយើងគោរពជឿមេត្តាបិតាព្រះអង្គថាមេត្តាបិតាជាព្រះព្រំរបស់កូនព្រោះលោកមានព្រំវិហារធម៌ជាព្រះអាហន័យបុគ្គលរបស់កូនធ្វើបុណ្យជាមួយម៉ែបានបុណ្យស្មើធ្វើជាមួយព្រះជាបព្វទេវីជាទេពតារបស់កូនទេពតាដើមជាបព្វាចារ្យជាគ្រូដើមរបស់កូនដូច្នេះរឿងរ៉ាវដែលលើកឡើងពីរឿងកបិលមហាព្រំតំណាងឲ្យមេត្តាទូទៅមេត្តាបិតាហើយកូនទាំង7នឹងតំណាងឲ្យថ្ងៃទាំង7ក្នុងកតិអប់រំថ្ងៃទាំង7ពីព្រោះកូនទាំង7នឹងរាប់តាំងពីតុងសាទេវីកិរណីកិមរាមហោទរាទេវីមណ្ឌាទេវីអីសពយ៉ាងហ្នឹងគេដាក់វេនគ្នាមួយថ្ងៃបើសង្ក្រានចំថ្ងៃអាទិត្យចឹងទៅតុងសាទៅចំថ្ងៃច័ន្ទទៅអីហូហែមកដាក់រហូតគ្រប់កូនអញ្ចឹងកូនទាំង7កាន់ថ្ងៃគ្នាម្នាក់មួយតំណាងថាកូនទាំង7ត្រូវដាក់វេនគ្នាមកថែអាសាម៉ែឪយើងគោរពដល់ព្រំសំបីតែព្រំកូនប្រព្រំក៏ដាក់វេនគ្នាទៅថែរក្សាដែរចុះចំណែកយើងគោរពម៉ែឪយើងបានថាគួរតែកូនចៅលៃពេលលៃវេលាដាក់វេនគ្នាថែអាសាម៉ែឪពេលគាត់ចាស់បានគេឲ្យកូននឹងគ្រប់7ថ្ងៃណោះរីឯសរីសួស្ដីនឹងពេលព្រឹកសរីសួស្ដីនៅនឹងមាត់ព្រលឹមឡើងយើងយកទឹកលុបមុខលុបមាត់កើតសរីសួស្ដីឯប៉ុន្តែក្នុងធរនោះគេប្រយ័ត្នកុំឲ្យយើងនិយាយពាក្យសម្ដីអាក្រក់នៅជាមួយម៉ែជាមួយឪតើបើកភ្នែកឡើងចេញមាត់អាក្រក់ពភ្នូលអាក្រក់ហើយថ្ងៃនេះសួយតែហ្មងបើកភ្នែកឡើងឮតែជេរឮតែលោឡាបើកភ្នែកឡើងញញឹមស្រស់ស្រាយប្រយ័ត្នកាយកម្ម3វិជ័យកម្ម4វិជ័យកម្ម4កុំកុហកកុំភូតកុំបោកកុំប្រាស់កុំញុះញង់កុំសៀតសោកកុំបំបែកបំបាក់ពាក្យណានិយាយទៅគេក្តៅកាហាយគេខឹងកុំនិយាយតែនិយាយទៅប្រភ្នូលអាក្រក់មួយថ្ងៃហ្នឹងសួយតែម្ដងសរីសួស្ដីពេលថ្ងៃនៅដើមទ្រូងមានន័យថាដើមទ្រូងជាកន្លែងជំរករបស់ចិត្តផ្លូវបេះដូងចិត្តគំនិតរបស់យើងគិតនឹងឯងគឺមនោកម្ម3គឺកុំគិតចំណែនឈ្នានេះកុំគិតព្យាបាទកុំគិតលោភលន់បៀតបៀនអ្នកដទៃអានឹងសពហើយតែបរោតមធ្យោបាយចំណែននិន្ទាឈ្នានេះកើតចំនួនកើតទំនាស់តោះតែងអត់សពទេអត់មានសរីសួស្ដីទេហើយដល់សរីសួស្ដីពេលយប់នឹងជើងឲ្យយកទឹកលាងជើងហ្នឹងលាងជើងកើតសរីសួស្ដីហើយក៏ប៉ុន្តែនៃអប់រំកុំឲ្យដើរលេងហួសពេលវេលាពេកកាយកម្ម4កុំទៅប្រព្រឹត្តពើខុសឆ្គំឆ្គងវាយដំកាប់ចាក់ឆ្លោះទាស់តែងខ្វែងគំនិតលួចយករបស់គេប្រព្រឹត្តខុសប្រពន្ធកូនចៅគេកាយកម្មទាំង3យ៉ាងនេះបើប្រព្រឹត្តហើយទៅវាអត់មានសេរីសួស្ដីរស់នៅដោយវិបដិសារីនិងសេចក្តីទុក្ខអញ្ចឹងបានថារឿងរ៉ាវកបិលមហាព្រំជានិមិត្តរូបអប់រំកូនចៅយ៉ាងហោចណាស់មួយឆ្នាំម្ដងក៏នឹកឃើញដល់ឪពុកម្ដាយបានជាថ្ងៃនេះ